ជំរាបសួរលោកស្រីប៉ាល់វណ្ណារីរៈចាសូមជម្រាបសួរលោកគុជគុណធេរាអរគុណដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិជួបសម្ភាសតាមរយៈកម្មវិធីនេតិជីវិតជោគជ័យដូចជាអ្នកដែលមានជីវិតជោគជ័យផ្សេងទៀតដែរខ្ញុំចង់ផ្ដោតជាសំខាន់អំពីដំណើរជីវិតពិតមុននឹងមានថ្ងៃនេះលោកស្រីកើតក្នុងឆ្នាំ1954នៅទីក្រុងភ្នំពេញការសិក្សារបស់លោកស្រីបានបញ្ចប់ថ្នាក់មធ្យមសិក្សាដែលគេហៅថាបាក់ឌុបនៅឆ្នាំ1974ប៉ុន្តែក្នុងឆ្នាំ1969លោកស្រីបានផ្ដើមចាប់អារម្មណ៍ពីរឿងនិពន្ធដែលកាលនោះសរសេរពីរឿងស្នេហារបស់ឪពុកមាខ្លួនឯងមានចំណងជើងថាឯណាទៅស្នេហ៍ខ្ញុំចំពោះបញ្ហាដែលតាក់ទងប្រវត្តិស្នេហារបស់ពុកមាខ្ញុំដែលខ្ញុំសរសេរនៅពេលដែលខ្ញុំមានវ័យប្រហែលជា13ឬ14ឆ្នាំខ្ញុំចាំអត់ច្បាស់នោះដំបូងបំផុតកាលនោះខ្ញុំមានមិត្តភ័ក្តិម្នាក់ដែលរៀនរួមថ្នាក់កាលនៅបឋមសិក្សាបានន័យថាថ្នាក់ទី7ខ្ញុំនិងមិត្តនារីម្នាក់ហ្នឹងគេឈ្មោះបូណាហើយខ្ញុំឈ្មោះប៉ាវណ្ណារីរៈហើយខ្ញុំមានពុកមាម្នាក់ឈ្មោះពូសំអឿនដែលគាត់រស់នៅជាមួយខ្ញុំហើយបូណាដែលជាមិត្តភ័ក្តិខ្ញុំហ្នឹងជានារីម្នាក់ដែលគេមានបងស្រីម្នាក់ពួកគាត់ទាំងពីរជាមិត្តរួមថ្នាក់ហើយនៅពេលដែលពួកគាត់ទាំងពីរនាក់ចាប់ដើមស្រឡាញ់គ្នាខ្ញុំនិងពួកម៉ាក់ខ្ញុំគឺជាអ្នករត់សម្បត្តិស្នេហាឲ្យគាត់ទាំងពីរនាក់ប៉ុន្តែនៅពេលមួយដែលគ្រួសាររបស់បងស្រីទៅផ្លាស់មកទីក្រុងភ្នំពេញអញ្ចឹងវាធ្វើឲ្យស្នេហារបស់ពុកមាខ្ញុំហើយបងស្រីនោះត្រូវបាក់បែកគ្នាពូខ្ញុំស្រាប់តែខ្លាចទៅជាសិស្សម្នាក់ដែលមានវិបត្តិស្នេហាអង្គុយសកកកើតទុកអត់ញ៉ាំបាយអត់អីហើយអត់រៀនទៀតពេលហ្នឹងខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាអូបញ្ហាស្នេហាគឺជារឿងមួយអាក្រក់មែនទែនសម្រាប់មនុស្សដែលនៅក្នុងវ័យសិក្សានៅពេលហ្នឹងខ្ញុំក៏ចាប់ផ្ដើមសរសេរប្រវត្តិឪពុកមាខ្ញុំនិងបងស្រីនោះកាលនោះខ្ញុំដាក់ចំណងជើងថាឯណាទៅស្នេហ៍ខ្ញុំគឺពូខ្ញុំហ្នឹងគាត់ស្រែករកឯណាទៅស្នេហ៍គាត់ចា៎បាទមួយឆ្នាំក្រោយពីបានសញ្ញាបត្របាក់ឌុបភ្លាមស្រាប់តែប្រទេសជាតិបានធ្លាក់ក្នុងកណ្ដាប់ដៃពួកខ្មែរក្រហមតើកាលនោះពួកខ្មែរក្រហមបានជំនះលោកស្រីនិងក្រុមគ្រួសារទៅទីណាដែរពេលហ្នឹងខ្ញុំត្រូវរបបប៉ុលពតហ្នឹងជលាចេញពីទីក្រុងភ្នំពេញទៅខេត្តកំពង់ធំចានៅទីនោះយើងរស់នៅដូចជាប្រជាជនខ្មែរទូទាំងប្រទេសគឺថាពិបាកមែនតែនចាហើយក្រោយមកទៀតរបបប៉ុលពតគេមានទិសដៅឲ្យយុវជនយុវនារីនិងកុមារត្រូវចូលតាមកងចល័តកងកុមារហើយដោយសារពេលហ្នឹងប្រជាជនចាស់ហ្នឹងជាប់សាច់ឈាមខ្ញុំឆ្ងាយដែរគាត់អាណិតពួកខ្ញុំថាពួកខ្ញុំធ្លាប់រស់នៅភ្នំពេញស្រួលគាត់ខ្សឹបប្រាប់ខ្ញុំថាឲ្យខ្ញុំនឹងប្រាប់ថាខ្ញុំត្រូវទទួលខុសត្រូវលើជីដូនខ្ញុំទៅគេឲ្យនៅភូមិអនុស្សាវរីយ៍ចងចាំរហូតមកទល់បច្ចុប្បន្នក្នុងសម័យប៉ុលពតគឺអ្វីទៅសម្រាប់ខ្លួនលោកស្រីផ្ទាល់សម្រាប់ខ្ញុំមានរឿងពិបាកជាច្រើនពីព្រោះគ្រាន់តែចាប់ផ្ដើមចេញពីទីក្រុងភ្នំពេញទៅតាមផ្លូវដែលយើងមិនទាន់ទៅដល់កន្លែងមួយដែលជាគោលដៅឲ្យយើងនៅនោះខ្ញុំជួបការឈឺចាប់នៅថ្ងៃទី1ដែលពេលហ្នឹងខ្ញុំអត់សូវចេះស្លៀកសារ៉ុងទេនៅពេលចេញទៅយើងត្រូវបង្ខំចិត្តស្លៀកសារ៉ុងចាដល់ពេលស្លៀកសារ៉ុងយើងដាក់ពីលើអាវហើយយើងអត់ចេះនេះយើងយកខ្សែក្រវ៉ាត់ប្រាក់ហ្នឹងមកក្រវ៉ាត់ពីលើសារ៉ុងដល់ពេលហ្នឹងខ្ញុំទៅតាមផ្លូវវាអង្គពួកអង្គការក៏គេចាប់ផ្ដើមចែកអង្គឲ្យប្រជាជនខ្លះខ្ញុំក៏ចូលទៅតម្រង់ជួរជាមួយគេដើម្បីយកអង្គថ្ងៃនោះឲ្យដែលខ្ញុំស្រក់ទឹកភ្នែកហើយដែលខ្ញុំចងចាំមកទល់ថ្ងៃនេះព្រោះជាថ្ងៃទី1ដែលខ្ញុំត្រូវអង្គការស្អីបន្ទោសយ៉ាងខ្លាំងនៅចំណោមមនុស្សដែលជាប្រជាជនអ្នកថ្មីគេច្រើនពួកគេបានច្អល់មកខ្ញុំឲ្យស្រែកខ្លាំងបន្ទោសខ្ញុំដែលពាក្យមួយថាខ្ញុំនឹងគឺជាស្រីពេស្យាព្រោះស្លៀកសារ៉ុងដាក់ពីលើអាវពាក្យនេះវាធ្ងន់ធ្ងរណាស់សម្រាប់ពួកយើងដែលមិនបានធ្វើរឿងបែបនេះចាហើយយើងនៅវ័យកំមុំទៀតហើយនៅក្មេងទៀតពេលហ្នឹងចាចន្លោះឆ្នាំ1985-2009លោកស្រីបានចូលប្រឡូកពេញធឹងអាជីពជាអ្នកនិពន្ធខ្ញុំបាទចង់ដឹងថាតើចន្លោះឆ្នាំ1979ក្រោយថ្ងៃរំដោះដល់ឆ្នាំ1985លោកស្រីរស់នៅទីណានិងប្រកបមុខរបរអ្វីដែរភ្លាមខ្ញុំអត់ទាន់ចេញពីកន្លែងដែលនៅក្នុងភូមិប្រាំងសំរោងទេនៅប្រហែលជាមួយខែអីដែរហើយបានខ្ញុំចាប់ផ្ដើមចេញមកខ្ញុំរស់នៅខ្ញុំមករកស្រុកកំណើតរបស់ពុកខ្ញុំនៅក្នុងគេហៅឃុំមហាសៀកស្រុកកោះស្ទឹងខេត្តកំពង់ចាមនៅទីនោះបានប្រហែលជា 2-3 ខែខ្ញុំបានចូលមករស់នៅកណ្ដាលទីក្រុងកំពង់ចាមរស់បានប្រហែលជាង1ឆ្នាំទើបខ្ញុំចូលមកក្នុងទីក្រុងភ្នំពេញដើម្បីចូលធ្វើការងារជាបុគ្គលិករដ្ឋនៅផ្នែកវប្បធម៌ដំណាក់កាលដែលខ្ញុំចាប់ផ្ដើមចូលជាអ្នកនិពន្ធជាផ្លូវការគឺនៅឆ្នាំ1988នៅភ្នំពេញមានការប្រកាសឲ្យប្រឡងសិភៅរឿងចាពេលហ្នឹងខ្ញុំក៏ទៅសេរឿងទី1ដែលមានចំណងជើងថាជើងមេឃថ្មីនៃក្តីសង្ឃឹមហើយនឹងរឿងទី2គឺរឿងរនួយផុតហើយខ្ញុំក៏ដាក់រឿងហ្នឹងចូលប្រឡងនៅពេលហ្នឹងខ្ញុំជាប់រឿងរនួយផុតហើយគឺលេខ1និងរឿងជើងមេឃថ្មីនៃក្តីសង្ឃឹមលេខ2ចាប់តាំងពីថ្ងៃនោះមកសិភៅនោះបានបោះពុម្ពជាផ្លូវការហើយខ្ញុំក៏ចាប់ផ្ដើមមានឈ្មោះជាអ្នកនិពន្ធដែលត្រូវបានគេទទួលស្គាល់ដោយចំហនៅពេលនោះតែម្ដងហេតុអ្វីបានជាចាប់ស្លាបកាជាអ្នកនិពន្ធ
ការដែលចាប់ដើមជាអ្នកនិពន្ធនោះការពិតវាជាបំណងប្រាថ្នារបស់ខ្ញុំតាំងពីក្មេងហើយនឹងគំនិតមួយទៀតធំដែលដកជាប់ក្នុងចិត្តខ្ញុំតាំងពីខ្ញុំចាប់ដើមចេះអានសៀវភៅហើយប្រសាសន៍របស់ពុកខ្ញុំដែលធ្វើឲ្យខ្ញុំចងចាំឲ្យខ្ញុំខ្លាចជាអ្នកនិពន្ធនោះគឺគាត់តែងតែនិយាយមកកាន់ខ្ញុំដោយឃ្លាមួយថាកូនត្រូវតែដឹងថាមនុស្សយើងកើតមកគឺខ្លួនទៅទេអត់មានយកសំបីតែខោអាវឬអ្វីទាំងអស់មកទេហើយទៅពេលមនុស្សយើងស្លាប់ទៅវិញណាកូនក៏ខ្លួនទៅទេដែរអត់យកអ្វីទៅតាមទេបានន័យថាកើតមកក៏ទៅទេទៅវិញក៏ទៅទេប៉ុន្តែប៉ាចង់ឲ្យពេលដែលកូនរស់នៅហើយកូនស្លាប់ទៅវិញកុំឲ្យមនុស្សដទៃដើរមកចិត្តភ្នោដែលកប់សពកូនស្ដោះទឹកមាត់ដាក់ជំនួសដោយការអោនគ្រប់ចំពោះលោកស្រីផ្ទាល់តើអ្វីទៅជាការលំបាកក្នុងនាមជាអ្នកនិពន្ធចាខ្ញុំគិតថាទី1ដោយសារខ្លួនខ្ញុំជាមនុស្សស្រីយើងជាស្ត្រីបានន័យថាយើងជាភរិយារបស់គេយើងជាម្ដាយរបស់កូនយើងទី2សិភៅរឿងមួយនិពន្ធតម្រាំចប់ប្រើពេលយូរហើយបានលុយក៏តិចចំណុចទីផ្សារសិភៅនៅប្រទេសកម្ពុជាមានលក្ខណៈតូចហើយការបោះពុម្ពក៏បានតិចការនិយមអានសិភៅក៏មិនសូវមាននៅកម្ពុជាចា៎នេះជាចំណុចធំៗដែលតាក់ទងជាមួយនឹងការលំបាករបស់ខ្ញុំតាមពិតទៅលោកស្រីមិនត្រឹមតែជាអ្នកនិពន្ធប្រឡំលោកទេតែក៏ជាអ្នកនិពន្ធកំណាព្យអ្នកនិពន្ធអត្ថបទរឿងល្ខោនសរសេរប្រវត្តិមនុស្សសំខាន់ៗសរសេរអត្ថបទស្រាវជ្រាវអត្ថបទរឿងល្ខោនអត្ថបទវីដេអូនិងពិសេសទៅទៀតនោះជាអ្នកនិពន្ធអត្ថបទចម្រៀងមួយដែលខ្ញុំចង់បានការពន្យល់ពីលោកស្រីនោះមានចំណងជើងថាជីវិតស្រីឡង់សេច្រៀងដោយមេងកែវពេជ្រចិន្តាស្រីឡង់សេឬយើងនិយាយពាក្យមួយទៀតថានារីជំនួយលក់ស្រាបៀរការពិតទៅនារីជំនួយលក់ស្រាបៀរទាំងអស់នោះពួកគាត់មានជីវភាពមិនដែលជាអ្នកមាននេះគឺក្រីក្រអញ្ចឹងខ្ញុំចង់ជម្រាបថាសម្រាប់មនុស្សមួយចំនួននៅក្នុងសង្គមខ្មែរយើងតែងតែឃើញថាបើនារីលក់ស្រាបៀរគិតភ្លាមថាគាត់អត់ល្អទេពេលខ្លះអ្នកមួយចំនួននោះក៏អត់បានពិចារណាថាហេតុអ្វីបានពួកនាងទាំងអស់នោះទៅធ្វើមុខរបរនេះព្រោះមុខរបរជានារីជំនួយលក់ស្រាបៀរមិនមែនជារឿងដែលប្រសើរសម្រាប់នាងទេប្រាក់ខែក៏មិនច្រើននេះរឿងមួយរឿងទី2ប្រឈមជាមួយសង្គមដែលមើលងាយរឿងទី3នោះគឺការលូកលាន់អំពីភ្ញៀវប្រុសហើយនឹងការសោកចំអកពីភ្ញៀវដែលនៅតុដទៃចានេះជាបញ្ហាសោកនាដកម្មសម្រាប់ពួកនាងដែលធ្វើឲ្យខ្ញុំតាំងចិត្តថាត្រូវតែសរសេរបទនេះឡើងដើម្បីប្រាប់ថាគ្មាននរណាម្នាក់ចង់ធ្វើរឿងដែលមិនល្អទេតែបញ្ហាជីវិតនិងក្រពះព្រមទាំងក្រុមគ្រួសារឃើញថាទោះបីជាជីវភាពជាអ្នកនិពន្ធមានការលំបាកយ៉ាងណាក៏ដោយតែដោយនិស្ស័យពីក្មេងរួមផ្សំនឹងការព្យាយាមផងនោះលោកស្រីនៅតែបន្តសរសេរបន្តនិពន្ធមិនបោះបង់ចោលទេរហូតត្រូវបានសង្គមខ្មែរទទួលស្គាល់តើអ្វីទៅជាគន្លឹះជោគជ័យនោះបើសិនជាយើងនិយាយអំពីបទពិសោធន៍ក្នុងការសរសេរសៀវភៅមួយឲ្យល្អខ្ញុំមិនដឹងថាពាក្យថាល្អរបស់ខ្ញុំនឹងអាចល្អសម្រាប់មនុស្សទាំងអស់គ្នាឬក៏អត់ខ្ញុំក៏មិនហ៊ានសន្និដ្ឋានទេខ្ញុំគិតថាមុនដំបូងដើម្បីសរសេរសៀវភៅមួយប្រឡោមលោកមួយគឺយើងរកប្រធានបទមួយឲ្យបានសិនបន្ទាប់មកយើងបង្កើតចំណងជើង
ប៉ុន្តែវាអាចជាលក្ខណៈបណ្ដោះអាសន្ននៅពេលមួយយើងអាចផ្លាស់ប្ដូរចំណងជើងបាននៅពេលដែលយើងសរសេររឿងដល់ពាក្យកដាទីឬមួយក៏ចប់ហើយនឹងទី3គឺយើងបង្កើតគ្រោងឆ្អឹងក្នុងរឿងបន្ទាប់មកទៀតនៅពេលដែលយើងចាប់ផ្ដើមមានឆ្អឹងរឿងហើយយើងចាប់ផ្ដើមចូលក្នុងការសរសេរនៅពេលដែលសរសេរខ្ញុំចង់ជម្រាបថាសម្រាប់ខ្ញុំបន្ទាត់ទី1វគ្គទី1ទំព័រទី1និងវគ្គបញ្ចប់នៃរឿងសម្រាប់ខ្ញុំគឺសំខាន់មែនទែនពីព្រោះខ្ញុំគិតថានៅពេលដែលមនុស្សចាប់បើកសៀវភៅយើងអានបន្ទាត់ទី1នេះឯងទំព័រទី1នេះឯងវគ្គទី1នេះឯងដែលធ្វើឲ្យអ្នកមើលគេចង់មើលសៀវភៅយើងឬអត់តទៅថ្ងៃអនាគតតើលោកស្រីបន្តអាជីពជាអ្នកនិពន្ធឬមួយក៏ចង់ផ្លាស់មុខរបរចាប់ផ្ដើមពីខ្ញុំមានឱកាសនឹងចាប់បិទសរសេរមកទល់នៅថ្ងៃនេះហើយរហូតដល់ថ្ងៃមុខគ្មានថ្ងៃណាមួយដែលខ្ញុំគិតថាខ្ញុំនឹងបោះបង់អាជីពជាអ្នកនិពន្ធទេខ្ញុំអាចបោះបង់អ្វីទាំងអស់បានតែមិនបោះបង់ការងារនិពន្ធទេខ្ញុំសូមអរគុណលោកស្រីប៉ាល់វណ្ណារិរៈដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិជួបសម្ភាសតាមរយៈកម្មវិធីនេតិជីវិតជោគជ័យយើងសូមជម្រាបជូនលោកអ្នកនឹងថាបច្ចុប្បន្នលោកស្រីប៉ាល់វណ្ណារិរៈជាអ្នកនិពន្ធខ្មែរអ្នកតំណាងសហព័ន្ធអភិវឌ្ឍសៀវភៅនិងជាស្នងការគណនេយ្យសមាគមអ្នកនិពន្ធខ្មែរនៅកម្ពុជា